bạn xua sợi đấy trên thằng nàyខ្ញុំនាំមកមើលចំការស្វាយចន្ទីមួយកន្លែងដែលបានរៀបចំប្រព័ន្ធទឹកស្រោចស្រពនៅក្នុងរដូវប្រាំងនេះគឺជាប្រព័ន្ធទឹករៀបចំស្រោចស្រពហ្នឹងបើទៅគឺរៀបចំបែបហ្នឹងយើងដឹងហើយថាស្វាយចន្ទីគឺជាដំណាំប្រកាន់រដូវហើយតើកាលណាបើសិនជាវាចេញផ្កាចេញផ្លែអត់សមស្របជាមួយរដូវកាលជាក់ស្ដែងទេឧទាហរណ៍ថាវាគាំងនៅក្នុងចុងរដូវវស្សាដំណើរការណាមួយដូចជាការលូតលាស់ស្លឹកការលូតលាស់ត្រួយអីមិនពេញលេញនៅវគ្គហ្នឹងអញ្ចឹងអាការពជាការចេញផ្កាហ្នឹងគឺធ្លាក់មកដល់ក្នុងកំឡុងពេលក្តៅហើយតួយ៉ាងថ្ងៃនេះគឺជាថ្ងៃទី24 ខែ 2 ឆ្នាំ 2026ដែលជាពេលវេលាស្ថិតនៅក្នុងរដូវប្រាំងយ៉ាងពេញលេញតែម្ដងអញ្ចឹងជាប្រកដីស្ថានភាពបែបនេះអាកាសធាតុនៅក្នុងស្រុកយើងគឺដីចាប់ផ្ដើមហើយស្ងួតហើយចាប់ផ្ដើមបាត់បង់សំណើមហើយវាមានប្រភេទដីខ្លះដែលអាចចាប់យកសំណើមរក្សាសំណើមបានយូរជាងគ្នាក៏ពិតមែនប៉ុន្តែជារួមគឺរដូវកាលហ្នឹងគឺជារដូវកាលដែលខ្សោះជាតិទឹកហើយសម្រាប់ក្នុងដីតែកាលណាខ្សោះជាតិទឹកយើងដឹងហើយថាសំណើមវាអត់បានផ្ដល់ទៅឲ្យឫសដំណាំស្វាយចន្ទីហ្នឹងបឺតយកបានទេអញ្ចឹងឥឡូវវិធីសាស្ត្រមួយនេះគឺជួយសម្រួលដល់ការងារហ្នឹងណាគឺវាអាចធ្វើឲ្យដីមានសំណើមធ្វើឲ្យស្លឹកនេះគឺមានលទ្ធភាពស្រូបយកមានលទ្ធភាពបំភាយទឹកចេញទៅក្នុងបរិយាកាសបានដើម្បីដោះដូរទឹកថ្មីចូលតាមប្រព័ន្ធឫសអាហ្នឹងគឺជាដំណើរការធម្មជាតិដែលវាប្រព្រឹត្តទៅហើយតែកាលណាវាព្រមបើកមាត់ស្លឹកដែលនៅក្នុងរដូវក្តៅបែបហ្នឹងលុះត្រាតែវាគណនាដឹងថាបរិមាណទឹកដែលនៅក្នុងខ្លួនវានឹងវាគ្រប់គ្រាន់ដែលអាចធ្វើឲ្យវាបំភាយទឹកក្នុងដំណើរការដណ្ដកដង្ហើមនឹងគឺចេញទៅក្នុងបរិយាកាសបានហើយការដកដង្ហើមរបស់វាបំភាយទឹកទៅក្នុងបរិយាកាសនេះហើយបើសិនជាទឹកនៅលើដីនេះយើងបានផ្ដល់ឲ្យវាមានសំណើមបានគ្រប់គ្រាន់បានសមស្របនោះការបំភាយទឹកទៅវាប្រកាសជាទៅដោយប្រក្រតីហើយធ្វើឲ្យឫសរបស់យើងហ្នឹងគឺអាចបើកយកទឹកថ្មីទៅផ្គត់ផ្គង់ឲ្យដងដើមបានហើយមិនត្រឹមតែទៅតែទឹកទេគឺជីឬក៏សារធាតុចិញ្ចឹមហ្នឹងក៏ទៅជាមួយដែរដែលជាហេតុវាបានអាហារវាបានសារធាតុចិញ្ចឹមយកទៅផ្គត់ផ្គង់ទៅដល់ផ្កាដែលកំពុងតែរីកនេះដើម្បីជួយទប់កុំឲ្យក្រៀមផ្កានៅក្នុងរដូវប្រាំងយើងហ្នឹងហើយផ្ដល់សារធាតុចិញ្ចឹមជួយឲ្យផ្កាធ្វើការបានល្អមានថាមពលសំខាន់ឬថាមពលនឹងឯងនៅក្នុងដំណើរការវាប្រកាត់លំអងឲ្យបានពេញលេញហើយជីឬក៏សារធាតុចិញ្ចឹមដែលទៅជាមួយនឹងគឺវាបានទៅជួយចិញ្ចឹមក្តឹបដែលក៏កើតមកថ្មីដែរហើយមានសំណួរមួយទៀតចោទសួរថានៅក្នុងខែ2ហ្នឹងស្ថានភាពគៀងដូចតែគ្នាហ្នឹងគៀងក្តឹបដូចតែគ្នាហ្នឹងនៅចការផ្សេងដែលគេអត់រៀបចំប្រព័ន្ធទឹកហើយអាហ្នឹងត្រូវបកស្រាយយ៉ាងម៉េចចំពោះការបកស្រាយគឺវាអាចបកស្រាយបានទៅរួចពោះស្វាយចន្ទីមកកន្លែងនេះថ្មីត្បិតតែពេលនេះវាអត់តន់លោតផ្កាអត់តន់លោតក្តឹបបានច្រើនគួរឲ្យតាក់ទាញហើយវាស្តៀងគ្នាជាមួយនឹងចំការផ្សេងដែលគេអត់រៀបចំប្រព័ន្ធទឹកក៏ពិតមែនប៉ុន្តែលក្ខណៈរបស់វាគឺស្លឹករបស់វាគឺស្រស់បោះមានកម្លាំង
ស្លឹករបស់វាអាចធ្វើរស្មីសំយោគបានដោយសារតែមាត់ស្លឹករបស់វាបើកហើយវាបំភាយទឹកចេញទៅវាចាប់យកកាបូនឌីអុកស៊ីតយកមកប្រើប្រាស់វិញផលិតជាថាមពលអាហ្នឹងមួយបាទហើយទី2ជីដែលវាបឺតទៅហ្នឹងគឺវាបានយកទៅផ្គត់ផ្គង់ផ្កាឲ្យបានល្អប្រសើរច្រើនឲ្យបានផ្កាហ្នឹងគឺបានប្រកាត់មានកម្លាំងមានធម៌ពលក្នុងការផ្សំលំអងឬក៏ប្រកាត់លំអងឲ្យបានពេញលេញអញ្ចឹងតែកាលណាប្រកាត់ពេញលេញគឺវាភាគរយដែលទទួលបានក្តឹបហ្នឹងក៏ខ្ពស់ច្រើនដែរហើយចំណុចទី3គឺសារធាតុចិញ្ចឹមហ្នឹងវាអាចទៅជួយចិញ្ចឹមក្តឹបបាននៅក្នុងកំឡុងពេលអាកាសធាតុខាងក្រៅក្តៅអញ្ចឹងក៏ពិតមែនព្រោះសប្តាហ៍ថ្ងៃនេះគឺវាស្ថិតនៅក្នុងចន្លោះ35ឡើងលើហើយអាកាសធាតុណាហើយខ្ញុំបកទៅក្រោយវិញបន្តិចមានន័យថាស្វាយចន្ទីនេះវាទៅតែមានផ្កាមានអីនៅពេលនេះក៏ពិតមែនស្មើគ្នាឬក៏បដំប្រសងគ្នាជាមួយចំការដែលមិនមានការប្រើប្រាស់នៅប្រព័ន្ធស្រោចស្រពទឹកគឺដោយសារតែកាលពីចុងរដូវវស្សាឆ្នាំ2025កន្លងទៅពោលគឺរដូវភ្លៀងរបស់យើងនឹងបានអូសបន្លាយរហូតមកដល់ចុងខែ12មកដល់ខែ12ហ្នឹងអញ្ចឹងមានន័យថាស្ថានភាពបែបហ្នឹងគឺជាស្ថានភាពប្រក្រតីតាមរដូវកាលដូចគ្នាទេវាត្រូវគាំងវាត្រូវអីមួយសាពីដបងកាលពីសំណើមដីជោគជាំដោយទឹកហ្នឹងគឺអត់ខុសគ្នាទេអញ្ចឹងអាទៅហ្នឹងគឺវាសេរីតែមួយទេតែអារឿងដែលសំខាន់អារឿងដែលពិសេសដែលគេរៀបចំប្រព័ន្ធទឹកដើម្បីស្រោចស្រពក្នុងចំការហ្នឹងអត្ថប្រយោជន៍វាគឺដើម្បីទប់ទល់ជាមួយនឹងអាស្ថានភាពអាកាសធាតុក្តៅស្ងួតហួតហែងនៅរដូវប្រាំងនៅពេលនេះឯងហ្នឹងហើយមានន័យថាគេធ្វើវាគឺគោលដៅសម្រាប់ពេលនេះឯងបើសិនជាស្វាយចន្ទីនឹងកាលពីចុងរដូវវស្សាកន្លងមកវាអត់តន់ចេញផ្កាអីបោតាមលក្ខណៈធម្មជាតិរបស់វាទេនោះវានឹងពជាពេលហើយពជាពេលហ្នឹងវាធ្វើឲ្យធ្លាក់មកពេលដែលវាបានផ្កាបានផ្លែមកស្ថិតនៅក្នុងរដូវក្តៅដែលមានសីតុណ្ហភាពខ្ពស់ទៀតនោះជាបញ្ហាក្នុងការប្រកាត់លំអងក្នុងការបង្កើតទៅជាក្តឹបអីហ្នឹងចឹងវិធីនេះគឺវាជួយដោះស្រាយអាបញ្ហាកន្លែងហ្នឹងឯងគឺចំគោលដៅនៅក្នុងចំណុចហ្នឹងឯងផ្កាវាស្រស់បោះល្អហើយតោមផ្កាមានកម្លាំងហើយខ្ញុំថតតែមួយដើមនេះដោយសារតែហើយដើមផ្សេងអាផ្នែកវាអត់សូវខុសគ្នាទេហើយណាមួយវានៅខ្ពស់ទៀតអញ្ចឹងខ្ញុំថតយកតែកន្លែងស្រួលថតទៅហើយយើងនិយាយសេចក្តីឲ្យបានច្រើនវិញហើយតិចទៀតខ្ញុំនាំមកមើលដើមមួយទៀតអញ្ចឹងនេះគឺជាដើមមួយនៅក្នុងចំការទាំងមូលគឺដើមស្វាយចន្ទីហ្នឹង23ដូចគ្នាដែលជាប្រភេទដើមខ្សោយជាងគេណាអន់ជាងគេនៅក្នុងចំការអញ្ចឹងដោយសារតែបានការស្រោចស្រពទឹកនេះហើយទៅជួយឲ្យដើមដែលខ្សោយនេះវាអាចមានលទ្ធភាពប្រឹងប្រែងបឺតយកទឹកបឺតយកសារធាតុចិញ្ចឹមពីក្នុងដីមកបង្កើតផ្កាមកចិញ្ចឹមផ្កាបង្កើតទៅជាក្តឹបបានដែរណាហើយយើងអាចមើលបន្ថែមគឺផ្ការបស់វាស្រស់បោះល្អដូចគ្នាស្លឹកក៏មានកម្លាំងមានក្លូរ៉ូហ្វីលគ្រប់គ្រាន់ដូចគ្នាក្នុងការធ្វើរស្មីសំយោគមកចិញ្ចឹមផ្កាហ្នឹងអញ្ចឹងវាសបញ្ជាក់ឲ្យឃើញថាទោះបីជាដើមនឹងខ្សោយអន់ក៏ពិតមែនប៉ុន្តែការដែលអាកាសធាតុវាខាងលើវាមានកម្ដៅហើយវាមានពលឺរួចហើយក្នុងដីវាមានសំណើមនោះវានឹងជួយឲ្យ
ចលនាបំពេញទឹកបានល្អដែរហើយបឺតយកសារធាតុចិញ្ចឹមពីក្នុងដីនេះទៅដើម្បីជួយទៅផ្គត់ផ្គង់ស្លឹកផ្គត់ផ្គង់ផ្កាទាំងមូលបានល្អប្រសើរហើយដើមមួយនេះបើសិនជាយើងប្រៀបធៀបគ្នាជាមួយចំការណាដែលអត់បានស្រោចស្រពដោយប្រព័ន្ធទឹកទេប្រព័ន្ធនេះដើមប្រភេទនេះអាចខ្សោយជាងគេហើយខ្សោយខ្លាំងតែម្ដងបើនិយាយផ្កាវិញគឺផ្កាមកសបោផ្កាឈ្មោលច្រើនដែលជាហេតុថាអត់មានការប្រកាត់វាកើតជាផ្កាកើតជាក្តឹបទេអញ្ចឹងវាស្មើនឹងផ្កាចោលដែលយើងនិយាយខ្លីៗថាផ្កាចោលហើយស្លឹកវិញទៀតសោតគឺស្ពរសបល់អត់បានប៉ុណ្ណេះទេអានឹងក្នុងករណីដើមអន់ហើយដីអត់សំណើមទៀតតែដោយឡែកយើងងាកមកដើមនេះវិញការផ្ដល់ទឹកផ្ដល់សំណើមឲ្យវាគឺវាអាចប្រឹងប្រែងបឺតយកជីបឺតយកសារធាតុចិញ្ចឹមគឺទៅផ្គត់ផ្គង់ឲ្យក្តឹបឲ្យផ្ការបស់វាបានចឹងសរុបរួមមកគឺវិធីសាស្ត្រនេះជាវិធីសាស្ត្រមួយអាចថាជាចំណុចល្អប្រសើរទៅថ្ងៃអនាគតបើសិនបើដីបងប្អូនជាកសិករដែលមានលទ្ធភាពហើយក្នុងទំហំដីសមស្របមានប្រភពទឹកនៅក្បែរទៀតយើងអាចអនុវត្តវិធីសាស្ត្រដីតូចតែទទួលបានផលខ្ពស់ដោយប្រើប្រាស់វិធីសាស្ត្រនេះបានចឹងវិធីនេះគឺល្អប្រសើរសម្រាប់នាពេលអនាគតហើយដូចខ្ញុំថាអញ្ចឹងគឺវាអាស្រ័យលើលទ្ធភាពហើយពេលខ្លះបងប្អូនមានដីធំមានដីច្រើនយើងអាចនិយាយបានថាអូមានពេលណាមានថវិកាណាទៅជាប្រព័ន្ធទឹកនោះបើដីរាប់រយហាត់រាប់សិបហាត់អីចឹងអារឿងហ្នឹងគឺជារឿងមួយទេប៉ុន្តែបងប្អូនអាចច្បិចយកវាមកធ្វើអនុវត្តសាកល្បងត្រឹម1 ទៅ 2 ហិកតាសិនដើម្បីមើលខ្លួនឯងបានណាហើយដើម្បីសិក្សាបន្តបានហើយអា1 2 3ហ្នឹងបើយើងមានលទ្ធភាពបរិយាតទៀតយើងអាចបរិយាតទៀតដល់4 5ហិកតាទៅតែបើអត់ទេយើងយកចិត្តទុកដាក់អា2 3ហិកតាដែលយើងមានលទ្ធភាពរៀបប្រព័ន្ធទឹកនឹងសិនក៏បានហើយអាផ្សេងយើងធ្វើតាមដំណើរធម្មជាតិហ្នឹងក៏វាបានដែរអត់មានអីតោះខុសទេចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនសម្រាប់ការមើលវីដេអូនេះជួបគ្នាក្នុងវីដេអូក្រោយទៀតបើសិនបើខ្ញុំបានធ្វើវីដេអូថ្មីអរគុណ